ចង់ឲ្យកូនរបស់យើងមានអនាគតល្អគឺត្រូវតែចេះច្រើនភាសាចឹងហ្មងសម័យឥឡូវបើចេះតិចភាសាគឺទៅអត់រួចទេសួស្តីនាងខ្ញុំឈ្មោះតាំងទាវនាងខ្ញុំជាអាណាព្យាបាលរបស់សិស្សឈ្មោះដាលីម៉ូនីដែលសប្តាហ៍ថ្ងៃគាត់រៀននៅសាលា VBIA រាល់ថ្ងៃនេះគាត់រៀននៅថ្នាក់ Nursery A ខ្ញុំសង្កេតតាំងពីដំបូងតាំងពីកូនខ្ញុំមិនទាន់ចូលរៀនម៉េះគឺការអប់រំអីផ្សេងគាត់មាន3ភាសាមានតៃក្វាន់ដូមានហែទឹកមានអីចឹងណាដល់ពេលអញ្ចឹងខ្ញុំភាសាមួយគ្រូសាខ្ញុំគាត់ថាអូខេល្អអត់អីទេពេលដែលគាត់ចូលមកនៅនេះខ្ញុំឃើញផ្លែច្រើនកូនខ្ញុំនៅផ្ទះគឺគាត់អត់ដែរចេះកាន់ប៊ិចទេដល់ពេលគាត់ចូលមកនៅនេះបានតែមួយសប្តាហ៍គឺគាត់ចាប់ផ្ដើមចេះកាន់ផ្ដើមពីហ្នឹងមកឃើញការវិវត្តរបស់គាត់ផ្លែកទៅគាត់ចាប់ផ្ដើមចេះសរសេរ ABC គាត់សរសេរត្រង់ជួរមិនដំបូងគាត់ទៅដល់ផ្ទះអញ្ចឹងគឺគាត់ចង់កាន់សភៅឯងហើយមួយទៀតសម្រាប់ភាសារបស់គាត់ពេលធម្មតាកូននៅផ្ទះអញ្ចឹងគាត់អត់សូវចេះនិយាយទេដល់ពេលគាត់មករៀនគាត់ទៅផ្ទះវិញគឺប្លែកគឺគាត់ចេះនិយាយច្រើនបើភាសាអង់គ្លេសវិញគាត់និយាយបានល្អនិយាយចេញមកគឺតង់បរទេសហ្មងសូម្បីតែភាសាចិនរបស់គាត់គឺគាត់និយាយមកតង់ចិនហ្មងអត់ដូចយើងពីជំនាន់មុនឯខុសគ្នាឆ្ងាយសម្រាប់គ្រូគឺគ្រូគាត់យកចិត្តទុកដាក់ច្រើនណាសូម្បីតែកូនខ្ញុំមានរបួសស្នាមតិចតួចអីហ្នឹងគឺគាត់ឆាតទៅប្រាប់ខ្ញុំភ្លាមថាកូនខ្ញុំមិនចេះកូនខ្ញុំចឹងអីចឹងណាដំបូងចេះភ័យដែរថាមិនដឹងថាមិនទេជាមួយគ្រូសាចេះគិតដល់ពេលរួចមើលទៅអត់អីទេអាចទុកចិត្តបានសម្រាប់ការហែទឹករបស់កូនខ្ញុំនៅសាលានេះគឺខ្ញុំឃើញល្អព្រោះពេលឃើញអាងហែទឹកចឹងគឺគាត់លោតចូលហើយពួកខ្ញុំភ័យគឺស្លន់ស្លោរត់ទៅយកគាត់ហើយដល់ពេលទៅដល់ឃើញគាត់ចេះហែទឹកឡើងភ្ញាក់ជាមួយកូនហ្មងថាអូកូនរៀនឡើងចេះហែទឹកហើយប៉ាមកអត់មានណាគេដឹងសោះផ្លែកច្រើនដល់ពេលនេះអូយកូនចេះហែទឹកអត់សូវបារម្ភទេតែនៅតែពាក់អាវពោងឲ្យគាត់ចឹងសុវត្ថិភាពហើយសំបីតពេលចេញពីម៉ោងហែទឹកទៅផ្ទះវិញចឹងឧទាហរណ៍ថ្ងៃច័ន្ទចឹងមានម៉ោងហែទឹកកន្លែងផ្សេងពេលដែលយើងហែហើយយើងងូតទឹកហើយពេលខ្លះសក់របស់គាត់ហ្នឹងក៏នៅតែជាប់ក្លិនអាក្លហ្នឹងដែរតែនៅសាលានេះគឺអត់ទេគឺគាត់ងូតទឹកងូតអីឲ្យកូនខ្ញុំឡើងស្អាតហើយទៅដល់ផ្ទះវិញចឹងគឺអត់ដែរធំអាក្លិនក្លហ្នឹងដូចនៅកន្លែងអាងហែទឹកផ្សេងដែលយើងធ្លាប់ទៅហែចឹងណាសម្រាប់គ្រូពេទ្យនៅនេះវិញពេលដែលកូនខ្ញុំឈឺចឹងគឺគាត់ឲ្យខ្ញុំមកបំពេញហ្វមឲ្យថ្នាំហ្នឹងត្រូវផឹកប្រហែលថ្ងៃផឹកប្រហែល cc អាហ្នឹងគឺគាត់លម្អិតទាំងអស់សម្រាប់សាលាផ្សេងវិញគឺអត់អញ្ចឹងទេព្រោះអានេះបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធ្លាប់មានកូនរៀននៅសាលាផ្សេងហើយអញ្ចឹងបានខ្ញុំហ៊ាននិយាយពាក្យហ្នឹងអញ្ចឹងសម្រាប់ខ្ញុំហើយនឹងគ្រួសារខ្ញុំអត់សូវបារម្ភទេព្រោះគាត់តែរឿងធ្វើការរលុយសម្រាប់កូនរៀនទៅអត់សូវខ្វល់ខ្វាយរឿងបារម្ភថាអូដាក់កូនហើយកូនឈឺកូនអីត្រូវទុកកូននៅផ្ទះមើលកូនអានេះអត់ទេហើយមួយទៀតសម្រាប់ផឹកឡើងគឺខ្ញុំមកតម្លាក់គាត់នៅសាលាហើយពេលដែលដឹកគាត់មកដល់អញ្ចឹងគឺសន្តិសុខគឺគាត់រួសរាយគាត់ស្គាល់ខ្ញុំហ្មងមកដល់គឺគាត់អាយ៉ែឲ្យខ្ញុំចូលមកអីចឹងហើយមានគ្រូដែលឈរចាំនៅមុខសាលាអញ្ចឹងគាត់ចេញទៅទទួលជំរាបសួររាក់ទាក់អីនិយាយទៅមានភាពកក់ក្ដៅហ្មងនៅសាលានេះសម្រាប់ការបង់ប្រាក់វិញគឺមានភាពងាយស្រួលធ្វើការម៉មយើងអាចបង់បានណាសម្រាប់ឲ្យកូនតូចចូលរៀន